anh nu ha khinh crop ha rồi ngút bàn lựa tụ đạ bàn bà tụ từng chó về phụ khôi ba tầng on ní ba tầng on anh đi cái trâu cá ngút anh đi cái trâu sa ngút bàn tụ anh đi cái trâu ha ngút bàn tụ anh đi cái trâu cá ngút bàn tụ còng đuổi hơi trâu cá ha là ngút hơi vô bà tụ đấy kia họ tụ tầng sờ bàn té khôi tầng on phụ bàอาชีพบ้าปันน้ำมันเงี้ยมุ้ยសិប្បកម្មដោយដៃបែបប្រពៃណីមួយប្រភេទជាលក្ខណៈគ្រួសារឬក្រុមតូចៗរបស់អ្នកស្រុកនៅតាមជនបទក្នុងប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ផងនិងសម្រាប់លក់ដូរខ្លះគឺក្រងស្បូវបច្ចុប្បន្ននៅក្នុងខេត្តសៀមរាបពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតាត្រៃស្ថិតក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រីជាភូមិមួយស្ថិតនៅខាងកើតជិតប្រាសាទប្រែរូបក្នុងតំបន់អភិរក្សរបស់អាជ្ញាធរជាតិអប្សរាភូមិនេះមានសមាជិកចំនួន219គ្រួសារក្រៅពីធ្វើស្រែអ្នកភូមិតាត្រៃក៏រកស៊ីឡើងត្នោតធ្វើសំណង់និងក្រងស្បូវច្រូតស្បូវប្រហែលជាឥឡូវដូចចេះតែច្រើនណាស់ប្រហែល30-40គ្រួសារហ្នឹងណាលើមុនតិចទេឥឡូវគាត់ឃើញស្បូវលក់ទៅរៀងបានថ្លៃគាត់ទៅច្រើនសរុបទៅរោច្រើនខែនេះចាប់ដើមគាត់ទៅច្រូតហើយតែនេះតិចបានគាត់យកមកក្រងខែតិចខ្លាំងគាត់ក្រងចិញ្ចឹមគ្រួសារមានតែនេះឯងចិញ្ចឹមបានច្រើនក៏បានទិញក៏ទិញស្រូវហូបទៅវិញណាទិញយើងឈឺគ្រូល្ងាក៏យើងទិញធម្មតបាយបានទៅទិញឆ្នាំទិញអុយលេបទៅណាធ្វើបន់ធ្វើទៀនទៅណាបានតានេះឯងក៏បាន100ក៏បានទៅបន់យើងអសរសេរដែរបដាតិចតួចទៅណា10000-20000អុយទៅណារបស់នេះទើតារៀងស៊ូបានបើមិនស៊ូចោលកនីវចោលស្បៅនៅព្រៃអត់យកមករួចទេព្រោះក្តៅណាគួរកាហាយហើយមានស្ងួតស្រួលណាបើភ្លៀងផងប្រែចាំស្ងួតសាយោដូចថ្ងៃនេះភ្លៀងលឿនជាផងពិបាកមានទៅបានចោតព្រាមសាមកព្រាមទេមួយពិបាកណានេះត្រឹមបានពើប៉ុណ្ណេះហើយយកមហាលិទើសនេះវាស្រ័យនេះពេញព្រៀបបានមកថ្ងៃចំហាលបងល្អមើលណាបន្ទាប់ពីដឹកជញ្ជូនស្បូវពីកន្លែងច្រូតមកភូមិរួចរាល់គាត់ត្រូវហាលជាថ្មីម្ដងទៀតនិងរៀបចំកន្លែងរក្សាទុកឲ្យបានល្អជាពិសេសមិនឲ្យត្រូវទឹកភ្លៀងមុននឹងដល់ពេលយកមកក្រងជាធម្មតាពេលចាប់ផ្ដើមក្រងត្រូវប្រោះទឹកបន្តិចឲ្យមានសំណើមពិសេសនៅពេលក្រងក្នុងពេលថ្ងៃឬនៅខែប្រាំងព្រោះវេលាបែបនេះស្បូវស្រួយខ្លាំងពិបាកក្នុងការក្រងចាក់ទឹកក៏ក្រងចាក់ទឹកស្បូវចាក់វាយកចាក់ទឹកបានប្រឈោដាក់ក្រងចាក្រងរួចហើយយកទៅហាលដូចមាញ់ខ្ញុំសាមាញ់ស្ថិតតែបោះពិបាកទាំងអស់បើត្រូវព្រៀងខូចទាំងអស់នឹងថាវើចំណងវាទៅបោចដែរម្សិលមាញ់ចង់អាបាច់ចេះឲ្យព្រៃអត់មានវើទេមានតែវើចង់អត់កើតឧបករណ៍សម្រាប់ក្រងស្បូវមានតែមួយទេគឺខ្នោះដើម្បីឲ្យក្រងបានស្មើគ្នានិងកូនឈើដាក់ញែកស្បូវឲ្យដាច់ពីគ្នានៅពេលកំពុងក្រងអ្នកភូមិនៅតំបន់នេះយកដើមបបោះធ្វើជាដងកណ្ដប់និងសម្បកព្រាលជាខ្សែចំណងក្រងព្រោះនៅតំបន់ដែលច្រូតស្បូវសម្បូររុក្ខជាតិប្រភេទទាំងនេះហៅខ្នោះដើមបបោះឈើឧបករណ៍មកផ្លេវានេះអានេះមកផ្លេវានេះមកផ្លេវាខ្សែយើងដាក់កុំឲ្យវាជិបនេះដាក់ដាច់ពីគ្នាបាទដាក់កុំឲ្យស្បូវវាជិបគ្នានេះដើមព្រាលចំណងក្រងនេះហើយដងកណប់ជាដើមវាទាំងគុំក៏ឆែងអានេះស្មោកវាទេដើមវាស្លូនពីដើមវាយើងអាស្លូនជាឯងតែបកទៅណានេះឆ្អឹងវាបើដើមធំក៏ដើមធំតែណាយើងកាប់យកទូចល្មមបើដើមធំយើងកាប់យកមកលើតវាព្រាលហើយនឹងបបោហើយនឹងស្បូវចាហើយមានតែប៉ុណ្ណេះទេចាក់ទឹកហើយមកធុះដាក់បិឈោហើយបានយកមកក្រងអុយហើយយកទៅហាលទៀតក្នុងមួយថ្ងៃប្រសិនបើអ្នកក្រងស្បូវចំណាយពេលក្រងពេញមួយថ្ងៃនោះនឹងអាចក្រងស្បូវបានចំនួនចាប់ពី20ទៅ25កណ្ដបបើពេញបាន20កណ្ដប
mà phê pram cho bữa bạn tới nào không mà nhái phê pram còn nộp để bán thay đa ăn chiên ngon mến rồi ô mà khe nó ban bay rồi dạp ban bay rồi cả nộpนี่นะdạp bay rồi cho mà khe rồi dương ở ban đầu tiên dương đơ rồi nào ban lùi lươn như tao nụ anh đi về ban đép ban mới dư anh đi bị dư đôi thằng kia rồi tao sung rồi tao đo ơi của mẹ của nó hay dương tao lươn ban lùi lươn ban đi bị dư nè mà ngái ăn ban 70,000 20,000 ទេបានតិចណាសម្រាប់ស្បូវដែលក្រងរួចមានឈ្មោះកណ្ដាលមកប្រមូលទិញដល់ផ្ទះតែម្ដង នោះដាក់ទលេថងនោះអេឌីប៉ូក៏ដល់ប្រមូលចាឈ្មោះកណ្ដាលមានឈ្មោះលើមួយទៀតឈ្មោះនេះកណ្ដាលគេយកចំណេញមកកើទៀតចាគេលក់ចេញវិញថៃទី ពី10,000ហ្នឹងគេយកពីយើងចំណេញ 3-4,000 ដែរណាឥឡូវថ្លៃចេះគេហ៊ានឲ្យយើង 8,000 9,000 បើពីដល់ថោកគេឲ្យយើងតែ 7,000 ទេគេមិនចង់យកទៀតផងខ្ញុំរកស៊ីរបស់មុខក្រងស្បៅហើយលក់ស្បៅនេះឯងចាមានដូចទេបងប្អូនណាគេអត់បាននៅលក់ខ្លួនគេលើកយកលក់ឲ្យយើងមកឲ្យយើងករាយណាក់បន្តិចមកយើងលើកឲ្យគេទៅទៀតដា100បានចំណេញ 10,000 ក៏យើងយក 5,000 ក៏យកដែរយើងក្រងបន្ថែមខ្លួនយើងស្រុកនេះឯងមានតែភូមិនេះឯងធ្វើចាប៉ុន្តែបងប្អូនដូចថាអត់លុយទៅរកស៊ីហើយគេចាប់លុយយើងបានបន្តិចបន្តួចយើងលក់ប្រវេលហើយយើងនៅផ្ទះចេះយើងលក់ប្រវេលឲ្យបងប្អូនយកទៅធ្វើដំណើរយើងនៅចាំលក់នេះខ្លះយកទៅធ្វើកញ្ចោះលក់សាច់លក់ហើយនំបញ្ចុកតាមភូមិណាទៅហើយអាខ្លះធ្វើកញ្ចោះលើដល់លក់តាមឡានហាងស៊ុបហាងអីគេភ្ញៀវចូលចិត្តស្បៅចាចូលចិត្តស្បៅវាដូចថាភ្លៀងមកវាអត់ថ្លង់គេណាចាប៉ាំងសៃវាថ្លង់ភ្លៀងថ្លង់អានេះភ្លៀងមកវាអត់ថ្លង់ទេហើយភ្ញៀវចូលចិត្តចូលចិត្តទៅបងប្អូនចេះតែទិញយកទៅធ្វើគេជាក្រុមហ៊ុនធ្វើកញ្ចោះហ្នឹងធ្វើកញ្ចោះលក់ធ្វើហាងបើកហាងអុយនេះស៊ីមរៀបណាយកទាំងពិនជួក្រសេះយកច្រើនណាធ្វើអុយក្រសេះថាមហាកលែងផ្លូវជួក្រសេះគេធ្វើអុយយកពិនណាខ្ញុំមិនដេញផងដេតាណាក្រសេះអ្នកភូមិតាត្រៃដែលជាអ្នកប្រកបមុខរបរក្រងស្បូវត្រូវទៅរកស្បូវដើមព្រាលនិងដើមបបោះនៅឆ្ងាយពីភូមិទៅតាមតំបន់ណាដែលមានស្បូវដុះដែលភាគច្រើនជាដីពុំទាន់ត្រួសត្រាយធ្វើកសិកម្មរកឆ្ងាយឥឡូវទៅអូទី 4 ទៅខាងនោះពាំងកសាំងទៅទៀតនោះជាង 100 គីឡូយ៉ាងឆ្ងាយទៅដល់ជិតលងវែងណាលើកមុនស្បូវវាដោះតាមឲ្យអែបចរៈភ្នំជឿទៅគាត់នេះច្រូតបានជឺតឥឡូវគេឈូសដាំដលងណាមួយអស់ទៅស្បូវអត់មានទៅទៅឆ្ងាយទៅច្រូតឆ្ងាយខ្លះជិះម៉ូតូខ្លះជិះទលេថងនោះទលេថងនេះអាម៉ាក់ចេះយើងគោយន្តកត្រៃទៅជួនកាលក៏ទៅ 4-5 ថ្ងៃទៅដេកនោះទៅ 4-5 ថ្ងៃច្រូតទៅជួនកាលក៏ច្រូត 2-3 នាក់នោះទៅពេលនេះគឺហៅកម្លាំងឲ្យទៅយកទលេថងទៅជួយសារជួយអុយដឹកមកដាក់ទលេថងមកតែម្ដងមកពីដឹកស្បៅមកពីអូទី 4 ខាងស្រុកលងវែងដឹកទៅខាងភូមិតត្រៃឃុំបដា100 គីឡូ 4 ម៉ោង 3 ម៉ោងតាមរថលឿនរថយឺតកន្លះខែទៅទាំងមកបើដេកនៅច្រូតនោះបាន 100 ដែរមានបញ្ហាវាមានតែរឿងគេវាមានខូចខាតតែចុះពេលភ្លៀងក្របតង់គិតជាលុយបាន 20,000 ពិបាកជួនកាលយើងហាលច្រូតស្បូវហាលហើយអត់ទាន់បានសារភ្លៀងទៅទឹកអស់អត់សារកើតទេត្រូវទុកហាលម្ដងទៀតហើយពេលដែលសារបានហើយដាក់ទលេថងមកភ្លៀងខ្លាំងជិបទលេថងវិញដប់ចេញអត់រួចមើលខែនេះអត់ទាន់សូវភ្លៀងចេះក៏អត់សូវអុយទេដាក់ស្រួលសម្រាប់ក្រុមដែលមិនមានគោយន្តត្រូវជិះម៉ូតូទៅច្រូតស្បូវចេញពីផ្ទះនាពេលព្រឹកប្រហៀមដោយមានរៀបចំបាយទឹកជាមួយហើយពេលរសៀលត្រឡប់មកផ្ទះវិញ ជ
ជាធម្មតាស្បូវដែលច្រូតបានគាត់ត្រូវហាលនិងរក្សាទុកនៅទីនោះសិនរហូតដល់បានចំនួនច្រើនគួរសមទើបជួលគោយន្តមកដឹកមកភូមិស្រុករបស់ខ្លួន នៅថាសួរលំឡៅនេះនៅភូមិកទួតឃុំកទួតស្រុកស្វាយលឺមកច្រូតណាមកច្រូតស្បៅមក4នាក់ជិះម៉ូតូ55ដេញយ៉ាងចេះខ្លាចចេះតែខំអត់ទៅណាចូលទៅស្អីទៅយាយតែមានប្រុសទេខ្លាចចេះខំនឹងបោចទៅណាជួនកាលក៏បាន10ដុំទៅជួនកាលក៏បាន7ដុំទៅណាអត់មានរែងគ្រូអត់សូវបានស្ដើងចេះ តម្លៃឈ្នួលដឹកគោយន្តមួយបាច់ឬមួយដុំស្បូវតម្លៃ 1000 រៀល មកទឹកណាបានស្បូវដើមើលលាថងគ្នាទាំងអស់គ្នានេះ4នាក់នេះណាហើយសាផងបើភ្លៀងយូរបើរឹងលឿនទេចាអូភ្លៀងអត់បានទៅរួចទេខូចបើរឹងចេះតាមមកថៃជួងថ្ងៃអាទិត្យអុយថ្ងៃនេះថ្ងៃអាទិត្យឆាប់បានទៅវិញបើរឹងណា 4-5 ថ្ងៃអុយបានមើលលាថងហើយគ្នា4នាក់នេះគេយកជាដុំវិញមួយដុំ1000ជួនកាលបាន40ដុំទេម្នាក់ អ្នក40ដុំ 40 30ខ្លះអុយទៅណា50ខ្លះបាយមានទឹកមកកលាវច្រូតណាពូទៅស៊ូភ្លៀងយកមកក្របធ្វើឲ្យយកមកចងទៅកុំឲ្យកលាត្រឹបពីក្រមកឲ្យកលាវាស៊ីនេះថ្ងៃនេះត្រូវសាថ្ងៃងាយមិនសាទូដាក់ម៉ូតូហូបបាយទៅចោះច្រូតទៀតទៅចាចាំមុខ11ស្រាអង្គុយបន្តិចហូបបាយពេលមុខ11បន្តិចទៀតគេចោះទៀតទៅណាតែមក4ខ្លះទៅទៀតទៅដល់ប្រលប់ដែលជួយភ្លាមទៅជុះវាទៅដាក់ហាលមានព្រាលដងកណប់ស្រាប់ឧបករណ៍វាមកបក្លេទាំងអស់នៅពេលនេះឯងមកនំនោះកាប់ដងកណប់ជួយទៅកាប់ព្រាលជុតបៅទៅ មកតាមដុំនេះវាឆ្នាំនេះទីមក3ដងទេណាមករាល់ឆ្នាំ3ដងណា4ដងកាប់ដងកណប់ផងខ្ញុំ ទោះបីជាក្រុមរបស់មីងសារ៉ាត់ភាគច្រើនជាស្ត្រីប៉ុន្តែក៏មិនដែលមានបញ្ហាអ្វីកើតឡើងទេលើកលែងបញ្ហាអាកាសធាតុមានភ្លៀងហប់ហើយក្តៅនៅកន្លែងច្រូតនោះ មិនដឹងអុយមានតែដួលភ្លៀងមកអែលដែលបើឈានជីទេឃើញលើកមុនស្នាមមុខស្នាមអុយនេះលើកមុននេះជើង ទាក់ពងសាមញ្ញអីរបស់ដួលបាក់ឯងខ្លាចដែរសំដេញធ្វើមិនងាត់ត្រេងអត់ទេក្រុមខ្ញុំមានប្រុសទេដាក់យកងូតក្តៅតិចទៀតតាមុងជួ10វិញនេះពីហប់ឲ្យមានខ្យល់ចូលកូនឈើគេច្រើនណាព្រីកូនឈើគេ មុខរបរក្រងស្បូវមានបញ្ហាប្រឈមជាច្រើនមុននឹងទទួលប្រាក់កម្រៃយកមកចំណាយគត់ផ្គង់គ្រួសារប៉ុន្តែអ្នកភូមិមិនចាំបាច់ធ្វើចំណាក់ស្រុក ពិបាកអូក្តារក្តៅផងអុយផងជួនកាលជិបទលេថងនេះអុយពេញដប់ពេញព្រៃយូនិយាយរួមឲ្យវាមានកើតបានទេក៏ទួយទៀតតទិញអុយហូបទិញទួចរស់ស្បូវក៏ទៅមានច្រូតតែស្បូវណាច្រូតស្បូវបានហើយទៅកាប់ព្រាលបានហើយទៅកាប់បបោះអូច្រើនមុខត្រឹមបានកាត់ក្រងបានស្បូវ សិតទៅពើស្រោមបើទៅច្រូតវិញអានេះក៏ឡកធំក៏វាមុតតែណាបើយើងចាក់ទឹកយកអត់មុតទេវាទាន់តាហ៊ានតែកវិតប្រហែលក៏មុតឈាមហ្នឹងតែខ្ញុំទៅញ៉ាំឃើញខូចកញ្ចក់អត់យើងទឹកសើអានេះក៏ត្រាំទឹកក្រងខំវាស្រួយវាបាក់អានេះក៏ជាលក់ទឹកក្រងតែកងឲ្យហាលទៀតបាក់ណាពូ